ôi tầm đầu à em ơi em đấy đập vai các bạn lại vô cái chan đi chưa đủ tiền đâu về lại ăn lại được đó cái lụa tặc lụa đấy បាទថ្ងៃនេះផ្លែទៀតហើយបងប្អូនរត់ទៅបើកក្បាលវីដេអូមកបងប្អូនឃើញបន្លែជាស្រេចហើយបងប្អូនឃើញបន្លែពីកទឹមមួយកទឹមមានពេញប៉ោះមានសាឡាត់នេះបងប្អូនដឹងហើយបងប្អូនថ្ងៃនេះគឺធ្វើមុខប្រហូបគឺបងប្អូនប៊ីស្តុកមហូបប៊ីស្ទឹកហៅប៊ីស្ទឹកបងប្អូនប៊ីស្ទឹកសាច់ក្របីបងប្អូនគេធ្លាប់តែធ្វើសាច់គោបាទខ្ញុំធ្វើសាច់ក្របីបងប្អូនឥឡូវនេះខ្ញុំចាប់ផ្ដើមហាន់បន្លែបងប្អូននេះគឺបន្លែសាឡាត់បងប្អូនដោយសាររណ្ដាតខ្ញុំវាវាក់លាស់បងប្អូនអត់លាស់មិនទាន់ចេញចំហាយក្តៅបងប្អូនចេញចំហាយក្តៅរណ្ដាតបងប្អូនបន្ទាប់ពីខ្ញុំចិតបន្លែរួចហើយបងប្អូនខ្ញុំបកវាស្ទប់មកយកមករៀបនឹងចាននេះបងប្អូនដើម្បីតាំងវាយកពណ៌បងប្អូនស្អាតឃើញដែរលយមែនតែនបងប្អូនអើយទំនងណាស់បន្ទាប់ពីយើងរៀបចំហើយយើងទុកបដុំហើយខ្ញុំទាញពេញប៉ោះផ្លែពេញប៉ោះធម្មជាតិដាំនៅក្រោយផ្ទះខ្លួនឯងបងប្អូនគ្មានជាតិគីមីទេគឺបន្លែពិតធម្មជាតិពិតនេះខ្ញុំហាន់វាចំណិតយ៉ាងមកផ្លែពេញប៉ោះពី3នេះគឺខ្ញុំហាន់ដាក់ទាំងអស់បងប្អូនគឺវីដេអូកាត់តទេខ្ញុំកាត់តហើយខ្ញុំឥឡូវខ្ញុំហាន់ហើយខ្ញុំយកមករៀបទៀតបងប្អូនរៀបនៅលើចានហ្នឹងតែពិតខ្ញុំរៀប2ចានប៉ុន្តែដល់ពេលនេះទៅខ្ញុំដួសសាច់ដាក់តាមចានទេឥឡូវខ្ញុំរៀបបន្លែទុកមុនហើយខ្ញុំរៀបដាក់ក្នុងចានហ្នឹងឥឡូវរៀបរួចហើយបងប្អូនបន្ទាប់ពីរៀបរួចហើយខ្ញុំទុកវាមួយឡែកទៀតសិនបងប្អូនទុកវាមួយឡែកសិនដើម្បីយកជ្រុញមកធ្វើការបងប្អូនវីដេអូនេះវែងបងប្អូនជួយតាមដានវីដេអូខ្ញុំពីដើមរហូតដល់ចប់បងប្អូនហើយកុំភ្លេចចុច follow និង share ខ្ញុំម្នាក់មួយបងប្អូនខ្ញុំសូមអរគុណទុកជាមុនបន្ទាប់ពីហាន់ផ្លែពេញប៉ោះហើយបងប្អូននេះគឺខ្ញុំហាន់ខ្ទឹមក្រហមដោយសារតែខ្ញុំអត់បានទៅផ្សារបងប្អូនអ្នកផ្ទះខ្ញុំក៏អត់បានទៅផ្សារទេគឺបញឹកនៅផ្ទះដល់អញ្ចឹងអត់បានទិញខ្ទឹមក្រហមមកទេបានទិញតែសាឡាត់ទុកនៅធុងតកកដល់ពេលខ្ញុំអត់បានទៅផ្សារទេដល់ពេលដល់អត់មានខ្ទឹមបារាំងគឺខ្ញុំនេះបងប្អូនពុកម៉ែបងប្អូនគឺខ្ញុំជំនួសខ្ទឹមក្រហមនេះបងប្អូនដាក់ខ្ទឹមក្រហមលាយបន្តិចទៅដើម្បីឲ្យវាធំឈ្ងុយបន្តិចដោយសារតែអត់មានខ្ទឹមបារាំងខ្ញុំជំនួសខ្ទឹមក្រហមបាទបងប្អូនធ្វើហូបបងប្អូនមើលវីដេអូនេះគឺបងប្អូនដាក់ខ្ទឹមបារាំងទៅខ្ទឹមបារាំងក៏បានខ្ទឹមក្រហមក៏បាននេះបងប្អូនគឺសាច់ក្របីបងប្អូនចំនួន7.1 គីឡូបងប្អូននេះបន្ទាប់មកខ្ញុំយកមកហាន់វាបងប្អូនពុះវាជា2ពុះទាំងធំវាវែងអញ្ចឹងខ្ញុំពុះវាអញ្ចឹងទួយដើម្បីសម្រាប់កូនខ្ញុំញ៉ាំកូនខ្ញុំមកទួយហើយគ្នាគ្មានថ្មិញទៀតបាក់ថ្មិញអស់ហើយថ្មិញចំហមុខឲ្យដោយខ្លោងស្វីវត្តហើយបងប្អូនបន្ទាប់មកនេះបងប្អូនខ្ញុំហាន់វាចំណិតអញ្ចឹងឲ្យអស់ទាំងអស់ហ្នឹងសាច់ហ្នឹងដាក់ទាំងអស់ហ្នឹងមានទុកទេហាន់ឲ្យអស់ចំណប់ដោយសារកបិតហ្នឹងមិនមុតទេបងអត់សូវមុតបងប្អូនវីដេអូនេះខ្ញុំកាត់ឲ្យកន្លែងហាន់ចោលខ្លះព្រោះវាយូរវែងពេកដល់អញ្ចឹងយកកាត់បន្ទាប់ពីខ្ញុំហាន់រួចហើយបងប្អូននេះខ្ញុំប្រមូលយកមកដាក់ចានដោយថាឆ្ងាយពីផ្ទះពេកខ្ញុំវាក់ដើរទៅវិញដល់ពេលឃើញសាច់ច្រើនហាន់ហើយច្រើនចាននេះចង់តូចជាងសាច់វាដាក់ដល់កំពុងដោយថាបើឃើញថាប្រវត្តិលាយគ្រឿងបងប្អូនយើងលាយគ្រឿងហើយក៏ភ្លេចយកស្រោមដៃស្រោមថងមកទ្របដៃទៀតភ្លេចយកទាំងស្លាបព្រាយកទាំងវែកមកទៀតបងប្អូនអើយភ្លេចភ្លាំងដើម្បីធ្វើវីដេអូឲ្យបងប្អូនមួយនេះគឺខ្ញុំដាក់អំបិលរ៉ូឌីបងប្អូនដាក់អំបិលរ៉ូឌីចំនួន1ខ្ចប់បន្ទាប់មកនេះបងប្អូនខ្ញុំដាក់បាយជែងចំនួន1ឡុកព្រាប៉ុន្តែអត់មានស្លាបព្រាទេបងប្អូនដូចខ្ញុំថាវីដេអូពីដំបូងបន្ទាប់មកខ្ញុំដាក់ស្ករសចំនួន2ស្លាបព្រាបងប្អូនចង់ហូបផ្អែមបងប្អូនដាក់ស្ករសច្រើនទៅបងប្អូនមិនចូលចិត្តចំណូលផ្អែមទេបងប្អូនដាក់ដល់ល្មមទៅស៊ីសងលើបងប្អូននេះគឺម្រេចបងប្អូនម្រេចហ្នឹងអស់ល្មមបងប្អូនឃើញណាគូសលេងចាញ់ហើយម្រេចល្មមម្រេចហ្នឹងដោយសារបុកខ្លួនឯងម្រេចក្របម្រេចក្របទិញមកយកមកបុកខ្លួនឯងតែដោយសារស្មារតីម្រេចនៅអត់បានបុកធ្វើវីដេអូបុកដល់ពេលអញ្ចឹងគាត់បុកដាក់នឹងខ្ញុំប្រើរាល់តដូរដល់ពេលអញ្ចឹងអស់អត់ដឹងនេះគឺខ្ញុំដាក់ព្រីងខ្យងទេបងប្អូនព្រីងខ្យងនេះវាមានរសជាតិជូរវាដូចថាមានអាព្រីងខ្យងមួយទៀតអាហ្នឹងវាមានជាតិជូរដល់ពេលឆាទៅឆ្ងាញ់តែជូរឆ្ងាញ់ហើយវីដេអូខ្ញុំលើកដៃមិញហ្នឹងគឺខ្ញុំលើកសុំទោសបងប្អូនទុកជាមុនដែរថាខ្ញុំយកដៃមកច្រវាច់ជ្រាវអញ្ចឹងណាកុំឲ្យថាគឺបងប្អូនឃើញទៅថាកពើមអត់អនាម័យអញ្ចឹងទៅដោយសារខ្ញុំភ្លេចយកស្លាបព្រានិងភ្លេចយកស្រោមថងមកស្រោមដៃយកមកពាក់ច្រវាច់ភ្លេចភ្លាំងបាទដល់ពេលអញ្ចឹងភ្លេចភ្លាំងភ្លេចយកមកម្ដងនេះវាឆ្ងាយពេកខ្ញុំពិបាកទៅវិញបងប្អូនឥឡូវសាច់ខ្ញុំប្រឡាក់គ្រឿងឲ្យហើយបងប្អូនបន្ទាប់ពីប្រឡាក់គ្រឿងឲ្យហើយ
ខ្ញុំចាប់ផ្ដើមទៅរកផ្ទះរកផ្ទះរកវែករកចង្ក្រានបងប្អូនឥឡូវនេះខ្ញុំបង្ហាញសាច់ថាសាច់ខ្ញុំប្រឡាក់រួចហើយប្រឡាក់សាច់រួចហើយតោះមកខ្ញុំបើកភ្លើងបងប្អូនចាប់ផ្ដើមបើកភ្លើងក្រាស់បងប្អូនអត់បានប្រើចង្ក្រានធម្មជាតិទេព្រោះភ្លើងចាំងខ្លាំងវាក្តៅដល់កាមេរ៉ាបងប្អូនបើប្រើក្រាស់វាអត់សូវភ្លើងក្តៅដល់កាមេរ៉ាអញ្ចឹងណាដល់ពេលយើងធ្វើយូរវាក្តៅភ្លើងឆេះធ្លោនោះបន្ទាប់មកនេះបងប្អូនចាក់ខ្លាញ់ចូលបងប្អូនតបចាក់ខ្លាញ់ចូលហើយជួច្បល់វិញតិចដើម្បីឲ្យក្តៅអញ្ចឹងទៅបន្ទាប់មកនេះបងប្អូននៅកបិតនេះគឺខ្ញុំដាក់ខ្ទឹមចូលបងប្អូនខ្ញុំបានយកព្រាកូនចាននេះមកដាក់ខ្ទឹមនេះបងច្រាមួយនៅលើកបិតបដ ாய் នៅលើជ្រួញហ្នឹងបន្ទាប់មកខ្ញុំកូរវឹកវិញអញ្ចឹងទៅឲ្យឈ្ងុយបងប្អូនយើងកូរវិញអញ្ចឹងកុំដាក់ចោលដល់យើងដាក់ចោលវាខ្លោចខ្ទឹមឆ្ងៀមហូបអត់ឆ្ងាញ់ទេអញ្ចឹងខ្ញុំបើកភ្លើងតិចទៅតាមពិតខ្ញុំបើកភ្លើងតិចបើតាមបើកភ្លើងខ្លាំងឆាប់ឆ្អិនណាខ្ទឹមនឹងខ្លោចបាត់ហើយខ្ញុំបើកតិចខ្ញុំកូរវាត្រឡប់អញ្ចឹងឲ្យឈ្ងុយដើម្បីឈ្ងុយដល់ពេលយើងដាក់សាច់ចូលទៅវាឆ្ងាញ់វាមានរសជាតិអញ្ចឹងណាវាមានរសជាតិយ៉ាងជ្រៅបងប្អូនបន្ទាប់មកនេះបងប្អូនសាច់ដែលខ្ញុំលាយគ្រឿងឲ្យមិញនេះខ្ញុំចាក់ចូលនេះខ្ញុំចាក់ចូលបន្ទាប់មកចាក់ចូលអញ្ចឹងយើងជ្រួត្រឡប់វាទៅជ្រួត្រឡប់វាឲ្យវាចូលខ្លាញ់ចូលខ្ទឹមចូលជាតិនៅនឹងទៅឲ្យវាមានរសជាតិបងប្អូនអើយទំនងណាគាត់ដាក់ទៅទឹកម្រេចទឹកអីហ្នឹងវាចូលក្នុងផ្សែងហើយមកដល់ឈ្ងុយបងប្អូនមែនបងប្អូននិយាយមែនតើអត់និយាយលេងសើចទេនិយាយមែនតើគឺការពិតហ្មងដល់ឈ្ងុយមានអារម្មណ៍ថាស្រស់ស្រាយហូបនឹងបងប្អូននេះខ្ញុំជ្រួច្បល់វាយូរណាបងប្អូនកន្លែងហ្នឹងខ្ញុំអត់សូវកាត់ប្រហែលទេដើម្បីជួយកន្លែងសាច់ហ្នឹងដើម្បីបងប្អូនមើលបានថាខ្ញុំធ្វើឲ្យបានយូរដើម្បីថាឲ្យវាឆ្អិនយកទៅមែនតើណាសាច់កបីហ្នឹងបងប្អូននេះបងប្អូនឥឡូវវារៀងឈ្ងុយឈ្ងប់ហើយវារៀងចូលគ្រឿងហើយនេះបងប្អូនខ្ញុំទឹកនឹងដបនេះគឺទឹកបងប្អូនដាក់ទឹកបន្តិចទៅដើម្បីកុំឲ្យវាខ្លោចដើម្បីទឹកយើងមកងាស់វាបន្តិចឲ្យវាបានផុយអញ្ចឹងណាយើងបានដាក់ទឹកទៅយើងមកងាស់វាឲ្យរៀងដាក់ច្រើននេះមកងាស់វាឲ្យផុយនេះទៅខ្ញុំមកងាស់យូរតាមពិតអាពេលសាច់ហ្នឹងយូរបងប្អូនវីដេអូនេះបើយើងសាច់កបីវារៀងចាស់ដែរដល់ពេលអញ្ចឹងវារៀងផុយវាអត់ផុយស្មាត់ទោះវារៀងស្វិតច្រឡំស្មាត់ទោះបងប្អូននិយាយជ្រុលមកដោយសារអណ្ដាតខ្ញុំវាចេញចំហាយក្តៅដល់ពេលអញ្ចឹងវាអត់លាស់អត់តន់អញ្ចឹងណាអត់លាស់អត់តន់និយាយអត់តន់ឥឡូវនេះសាច់យើងឆ្អិនហើយបងប្អូននេះឥឡូវខ្ញុំចាប់ផ្ដើមដួសយកមកដាក់ចានតាំងបងប្អូននេះបងប្អូនមើលវីដេអូនេះខ្ញុំដួសយកមកដាក់តិចម្ដងរៀបនៅលើនឹងទំនងបងប្អូនមើលទៅទំនងមែនតើឈ្ងុយឈ្ងប់មែនទំនងអាពីរលាននេះលើកទី1 ប៊ីស្ទឹកដែលខ្ញុំធ្វើបងប្អូនរៀនធ្វើទេខ្ញុំរៀនធ្វើដែរទេដើម្បីធ្វើវីដេអូឲ្យបងប្អូនមើលទឹកលើកទី1បងប្អូនប៉ុន្តែញ៉ាំទៅឆ្ងាញ់ពួកខ្ញុំថាឆ្ងាញ់BA របស់ខ្ញុំគាត់ថាញ៉ាំទៅឆ្ងាញ់គាត់ថាឆ្ងាញ់មែនគាត់ទៅសារខ្ញុំធ្វើឆ្ងាញ់អញ្ចឹងណាប៉ុន្តែខ្ញុំធ្វើហ្នឹងខ្ញុំមើលតាម YouTube ដែរទេខ្ញុំមើលតាម YouTube អញ្ចឹងណាខ្ញុំមើលយកចិត្តទុកដាក់អញ្ចឹងតែឆ្ងាញ់មែនបងប្អូននេះទឹកដូចមិនអោយសល់ដែរចាក់ឲ្យអស់បងប្អូននេះបន្ទាប់ពីយើងចាក់រួចហើយបងប្អូននេះលឹកនេះនៅសល់មួយចានទៀតខ្ញុំអត់ចាក់ចូលទេលឹកហ្នឹងទឹកហូបជាមួយអញ្ចឹងណាបន្ទាប់មកនេះខ្ញុំហួយលឹកខ្ទឹមដាក់បន្តិចបងប្អូនដោយសារតែខ្ញុំអត់បានដាក់ខ្ទឹមបារាំងបងប្អូននេះខ្ញុំរួយលឹកខ្ទឹមដាក់បន្តិចអញ្ចឹងទៅឲ្យទេវតាបាច់ផ្កាឲ្យសម្លហ្នឹងមានរសជាតិឈ្ងុយឆ្ងាញ់ញ៉ាំទៅមានកម្លាំងមាំមួនសុខភាពល្អកុំឲ្យមានជំងឺឈឺស្កាត់អញ្ចឹងណាតែឥឡូវបងប្អូនញ៉ាំមួយខ្ញុំទាំងអស់គ្នាបាទអឺបាទដល់បាយcác bạn lại vô cái chan đi chưa lúc tiền đâu vì lên ăn lại được đó phải lụi tặc lụi đấy gì vậy mà băng tắc nữa trộn nữa Điện Ở vào cũng ăn nó sẽ hút với nó ăn khôi một được không? Đó, con hả? Mình lật tầm á. Đây mình lật tầm. Để cho máu.
เห็นไหมเอาให้มือปะà, cho mình làm apa nama bos beli bye bye